យប់ថ្ងៃសុក្រទី26កញ្ញាមានដ្រូនអាណាមិកច្រើនគ្រឿងបានហោះពីលើទីតាំងយោធារបស់ដាណឺម៉ាកនគរបាលដាណឺម៉ាកអះអាងថាក្នុងចំណោមនេះយ៉ាងហោចណាស់មានដ្រូនមួយគ្រឿងត្រូវបានគេប្រទះឃើញនៅវេលាម៉ោង8:15នាទីយប់នៅពីលើមូលដ្ឋានយោធាការ៉ូបដែលជាមូលដ្ឋានយោធាធំបំផុតរបស់ដាណឺម៉ាកមូលដ្ឋាននេះជាទីកន្លែងចតអូថូមភេកជ្ជៈទាំងអស់របស់កងទ័ពជាទីកន្លែងស្តុកប្រព័ន្ធតាមដានសន្តិសុខផ្លូវអាកាសព្រមទាំងជាសាលាបង្វឹកការហោះហើរផងដែរអ្នកនាំពាក្យនគរបាលដាណឺម៉ាកបានបញ្ជាក់ថាគេកំពុងសហការជាមួយនឹងកងទ័ពដើម្បីស្រាវជ្រាវលម្អិតថាតើដ្រូនទាំងនោះជារបស់អ្នកណាហើយហោះមកពីទីកន្លែងណាសមត្ថកិច្ចដាណឺម៉ាកមិនបានបាញ់ទម្លាក់ដ្រូនទាំងអស់នោះទេនៅ Northwest ឯនោះវិញអ្នកនាំពាក្យកងទ័ពក៏បានអះអាងដែរថាយានហោះលើមេឃច្រើនគ្រឿងត្រូវបានគេប្រទះឃើញនៅវេលាព្រឹកថ្ងៃសៅរ៍ទី27កញ្ញានៅជិតមូលដ្ឋានទ័ព Auckland ដែលជាទីមានយន្តហោះចម្បាំង F-35 ជាច្រើនគ្រឿងកងទ័ពនិងនគរបាល Northwest កំពុងតែស្រាវជ្រាវបន្ថែមតែវាប្រហែលជាច្បាស់ហើយថាយានហោះទាំងនោះវាអាចជាដ្រូនអ្នកនាំពាក្យកងទ័ព Northwest បានបន្ថែមថាយ៉ាងហោចណាស់មានដ្រូន2គ្រឿងដែលបានហោះក្រវ៉ាលរយៈពេល1ម៉ោងពីលើតំបន់យុទ្ធសាស្ត្រនៃមូលដ្ឋានទ័ពដ៏ធំនេះមុននឹងបាត់ខ្លួនទៅវិញសូមបញ្ជាក់ថាប៉ុន្មានថ្ងៃចុងក្រោយនេះមានដ្រូនអាណាមិកជាច្រើនគ្រឿងបានហោះចូលក្នុងដែនអាកាសរបស់បណ្ដាប្រទេសអឺរ៉ុបខាងជើងជាច្រើនដងរហូតមកទល់ពេលនេះគ្មានការកំណត់ណាមួយឲ្យជាក់ច្បាស់ថាដ្រូនទាំងនោះជារបស់អ្នកណាហោះមកពីទីណាទេលោករដ្ឋមន្ត្រីក្រសួងការពារជាតិដាណឺម៉ាកបានលើកឡើងថាអ្វីដែលគេច្បាស់គឺថាវាគឺជាស្នាដៃបញ្ជាដោយមនុស្សមានជំនាញស្ទាត់មិនមែនជាការសាក់លបងលេងសើចឡើយក្រមប្រទេសអឺរ៉ុបខាងជើងក៏ដូចជាអូតង់បានដាក់ការសង្ស័យថាវាអាចជាទង្វើរបស់កងទ័ពរុស្ស៊ីយ៉ាងណាមិញលោករដ្ឋមន្ត្រីក្រសួងយុតិធម៌ដាណឺម៉ាកបានលើកឡើងថាការបង្ហោះដ្រូនទាំងនេះវាគឺជាយន្តការគំរាមសម្លុតធ្វើឲ្យកើតការភ័យជ្រួលច្របល់និងបាក់បែកសង្គមជាតិជាការចាត់ប្រកាន់ដែលភាគីរុស្ស៊ីបានច្រានចោលហើយចាត់ទុកថាជាការរៀបចំឆាកល្ខោនដើម្បីលាបពណ៌មកលើរុស្ស៊ីតែប៉ុណ្ណោះគូបញ្ជាក់ថាវត្តមានដ្រូនអាណាមិកច្រើនគ្រឿងហោះមកគំរាមសន្តិសុខប្រទេសតំបន់អឺរ៉ុបខាងជើងផ្ទួនគ្នាប្រហែលថ្ងៃមកនេះគឺវាបានកើតឡើងបន្ទាប់ពីប្រទេសដាណឺម៉ាកបានប្រកាសថានឹងទិញប្រព័ន្ធសពាវុធទំនើបចុងក្រោយគេបង្អស់បាញ់បានរយៈចម្ងាយឆ្ងាយដើម្បីការពារទប់ទល់ទៅនឹងការគំរាមរបស់រុស្ស៊ីសូមបញ្ជាក់ដែរថាកាលពីថ្ងៃសុក្រទី26កញ្ញារដ្ឋមន្ត្រីការពារជាតិនៃក្រមប្រទេសអឺរ៉ុបបានយល់ស្របគ្នារៀបចំប្រព័ន្ធខែលប្រឆាំងការគំរាមវាយប្រហាររបស់ដ្រូននៅថ្ងៃពុធសប្តាហ៍ក្រោយប្រមុខដឹកនាំរដ្ឋាភិបាលក្រមប្រទេសអឺរ៉ុបនឹងជួបប្រជុំគ្នាក្នុងជំនួបកំពូលពិសេសមួយនៅទីក្រុងកូប៉េនហាហ្គដើម្បីនិយាយអំពីបញ្ហាអាសន្ននេះលោក Andrius Kubilius ស្នងការអឺរ៉ុបទទួលបន្ទុកការពារជាតិបានលើកឡើងថាអឺរ៉ុបត្រូវតែស្រង់យកបទពិសោធន៍ពីអ៊ុយក្រែនដើម្បីរៀបចំស្ថាបនាជញ្ជាំងការពារដ្រូនឲ្យមានប្រសិទ្ធភាពនិងយ៉ាងបន្ទាន់បំផុតគូក៏សម្គាល់ថាបញ្ហាដ្រូនអាណាមិកនេះវាបានបង្ហាញឲ្យឃើញនៅកំសោយរបស់ប្រទេសអឺរ៉ុបនៅក្នុងការការពារផ្លូវអាកាសប្រទេសទាំងនេះមិនត្រឹមតែបានស្ទាក់ស្ទើរក្នុងការបាញ់កំទេចដ្រូនអាណាមិកទាំងនោះទេតែប្រហែលជាអាចគ្មានលទ្ធភាពតាមស្ទាក់បាញ់វាថែមទៀតផងព្រឹកថ្ងៃសៅរ៍ទី27កញ្ញារដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់បានលើកឡើងថាលោកគ្រោងនឹងស្នើធ្វើកំណែទម្រង់ច្បាប់សន្តិសុខផ្លូវអាកាសដើម្បីអាចបើកផ្លូវអនុញ្ញាតឲ្យកងទ័ពអាចចូលអន្តរាគមន៍ជួយនគរបាលដើម្បីបាញ់កំទេចដ្រូនតួយ៉ាងដូចជាក្នុងករណីមានការគំរាមដោយផ្ទាល់មកលើសន្តិសុខនៅទីប្រជុំជនណាមួយ